Tại chôn tinhประเภท OK 3.5 tới មានបញ្ហាអានេះមានបញ្ហាគឺដោយសារតែទូរទស្សន៍របស់យើងណា resolution វាផ្សេងកម្រិតរៀងទាបពេកតែយើងយកអាដុំនេះទៅដុំនេះរហូតទៅដល់ 4K អីចឹងទៅអញ្ចឹងវាអាចនឹងបញ្ហាវាអត់ពេញកែមីក្រុងឬក៏លើសកែមីក្រុងអញ្ចឹងរបៀបសេរីងាយទេយើងអាចចុចបាទហូប setting នៅលើ tele របស់យើងឬក៏ចូលកន្លែង setting នៅកន្លែងនេះក៏បានដែរការកំណត់នោះនៅក្នុង setting ហ្នឹងតបមកយើងចុចមកពាក្យថាចំណងចំណូលចិត្តឧបករណ៍នេះឃើញទេរូបទូរទស្សន៍ហ្នឹងបាទបន្ទាប់មកចុចទៅលើរូបទូរទស្សន៍ហ្នឹងមកយើងយកពាក្យថាផ្ទាំងអេក្រង់នៅខាងលើនេះរូបទូរទស្សន៍ហ្នឹងបាទចុចលើរូបទូរទស្សន៍ហ្នឹងទៀតយើងចុចលើពាក្យថា HDMI បាទអ្នកនរនេះអាចជាងពិបាកមើលទេដោយសារវាពណ៌សនេះគេដាក់ពាក្យថា HDMI បាទអញ្ចឹងយើងចុចទៅលើហ្នឹងអូខេមកតង់ទៀតមកបាទអូខេទៀតមកដល់កន្លែងនេះយើងមកយកពាក្យថា add zoom នេះកន្លែង zoom set WOM ហ្នឹងបាទឬក៏យើងរាប់ពីលើលេខ1លេខ2លេខ3ឃើញទេចុចអូខេមកអញ្ចឹងមកដល់នេះយើងអាចធ្វើការ zoom អេក្រង់យើងរៀងតូចធំបានហើយឃើញទេយើងចង់បានប៉ុណ្ណាបាទចង់បានរៀងច្រុងក្រែងចេះបាទឬក៏ចង់ឲ្យវែងចេះអញ្ចឹងយើងអាចសេរីតាមហ្នឹងទៅបាទសេរីធ្វើមិនឲ្យវាពេញអេក្រង់ទូអ្នកនរគ្នាបាទអានេះវាសប៉ែតអីចឹងទៅអញ្ចឹងយើងចុចមកក្រោមមកដើម្បីវាធំនេះឃើញទេបាទអញ្ចឹងយើងធ្វើមិនឲ្យវាមកស៊ីជាមួយនឹងអេក្រង់ទូរទស្សន៍របស់យើងហ្នឹងណាបាទកុំឲ្យតូចពេកកុំឲ្យធំពេកអញ្ចឹងទៅបាទបើសិនជាវាធំពេកដូចថាវាបាត់មួយកណាត់អីអញ្ចឹងណាបាត់សងខាងលើក្រោមបើតូចពេកវានៅសល់កែមបាទអញ្ចឹងដល់ពេលយើងសេរីរួចហើយយើងគ្រាន់តែចុចប៊ូតុងត្រឡប់មកបាទនេះចំណុចប៊ូតុងត្រឡប់ប៊ូតុងព្រួយនេះយើងប្រើ Air មកវិជាក៏បានដែរបាទអានេះមានប៉ុណ្ណឹងរបៀប zoom របៀបសេរីទំហំមួយទៀតតកតងជាមួយ resolution បាទអាទី1ហ្នឹងគឺអ្នកនរគ្នាចង់បានកម្រិតរូបភាពមិនដែរប្រភេទ 4K 30 frame 60 50ឬក៏24 frame បន្ទាប់មកប្រភេទរូបភាព 2K ឬក៏18បាទឬក៏អ្នកនរគ្នាអាចឲ្យវាអូតូទៅតាមទូរទស្សន៍របស់យើងក៏បានដែរបាទន័យថាបើទូរទស្សន៍អ្នកនរគ្នាត្រឹម18រូបភាពវាចេញត្រឹម18អញ្ចឹងទៅបើទូរទស្សន៍អ្នកនរគ្នា 4K វាចេញអូតូមក 4K អញ្ចឹងទៅឬក៏អ្នកនរគ្នាអាច select ទៅតាមទំហំ resolution ដែលយើងចង់បាននៅក្នុងនឹងដូចគ្នាណាបាទអូខេអញ្ចឹងដូចជាមានប៉ុណ្្នឹងទេបាទ